ក្រៅអ៊ីរ៉ង់ព្រៀងវិបកយ៉ាងចាស់ដៃទៅកាន់អាមេរិកវិញនាំឲ្យលោកត្រាំបញ្ជាទាហានឲ្យដកថយពីបន្ទាយភ្លាមនៅពេលនេះសហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យទាហាននៅមូលដ្ឋានយោធាមជ្ឈិមបូព៌ាដកថយជាបណ្ដោះអាសន្នបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រមានថារដ្ឋាភិបាលទីក្រុងតេហេរ៉ង់នឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ានវាយប្រហារអ៊ីរ៉ង់មុនយោងតាមប្រភពពីមន្ត្រីអាមេរិកម្នាក់បានដឹងថាវិធានការនេះគឺជាចំណាត់ការប្រុងប្រយ័ត្នដោយសារតែភាពតានតឹងនៅក្នុងតំបន់កំពុងតែកើនឡើងទន្ទឹមគ្នានេះគេបានរាយការណ៍ថាចក្រភពអង់គ្លេសក៏កំពុងដកទាហានមួយចំនួនចេញពីមូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសកាតាផងដែរកាតាបានបញ្ជាក់ថាខ្លួនកំពុងតែដកទ័ពខ្លះចេញពីមូលដ្ឋានទ័ពអាកាសអាល់អ៊ូណេតដើម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏តានតឹងនេះមន្ត្រីលោកខាងលិចនិងប្រចាំតំបន់បាននិយាយថាមានសញ្ញាជាច្រើនបង្ហាញថាអាមេរិកអាចនឹងចាត់វិធានការយោធាក្នុងពេលឆាប់ៗនេះហើយទោះបីជាមានព័ត៌មានលម្អិតមិនទាន់ដឹងច្បាស់នៅឡើយមន្ត្រីយោធាលោកខាងលិចម្នាក់បាននិយាយថាវិធីសាស្ត្រដែលពិបាកស្មានទុកមុនគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋបាលអាមេរិកខណៈដែលមន្ត្រីអឺរ៉ុបមួយចំនួនទៀតបានលើកឡើងថាអន្តរាគមន៍អាចនឹងកើតមានឡើងក្នុងរយៈពេល24ម៉ោងមន្ត្រីអ៊ីស្រាអែលម្នាក់ក៏បាននិយាយផងដែរថាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំហាក់ដូចជាបានសម្រេចចិត្តធ្វើអន្តរាគមន៍ហើយប៉ុន្តែវិសាលភាពនិងពេលវេលាពិតប្រាកដនោះមិនទាន់មាននរណាម្នាក់ដឹងនៅឡើយទេសូមរំលឹកថាភាពតានតឹងរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានកើនឡើងស្របពេលដែលរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការតវ៉ាដ៏ធំជុំវិញស្ថានភាពសេដ្ឋកិច្ចដែលកំពុងតែដាំក្បាលចុះរបស់អ៊ីរ៉ង់និងការកើនឡើងអំពើហិង្សារហូតមានមនុស្សស្លាប់រាប់ពាន់នាក់ជាមួយគ្នានេះលោកត្រាំបានគម្រាមម្ដងហើយម្ដងទៀតថាលោកនឹងអន្តរាគមន៍ដើម្បីគ្រប់គ្រងក្រុមបាតកោខណៈដែលមន្ត្រីអ៊ីរ៉ង់បានរាយការណ៍ថាមានមនុស្សជាង2000នាក់ហើយបានស្លាប់និងក្រុមសិទ្ធិមនុស្សបានប៉ាន់ប្រមាណថាបាតកោដែលស្លាប់មានជាង2600នាក់បណ្ដាប្រទេសឈូងសមុទ្រពូកផ្សាយបន្ទាត់រហ័សបដិសេធមិនឲ្យអាមេរិកប្រើប្រាស់ទឹកដីដើម្បីវាយប្រហារអ៊ីរ៉ង់ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចរបត់ដ៏សំខាន់មួយនៅពេលដែលអារ៉ាប៊ីសាអូឌីតអូម៉ង់និងកាតាបានចេញមុខព្រមានជាចំហទៅកាន់រដ្ឋបាលលោកដូណាល់ត្រាំថាពួកគេនឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពឬដែនអាកាសរបស់ខ្លួនដើម្បីបើកការវាយប្រហារយោធាទៅលើប្រទេសអ៊ីរ៉ង់ឡើយការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះគឺដើម្បីការពារស្ថិរភាពតំបន់យោងទៅតាមប្រភពព័ត៌មានពី Wall Street Journal និងភ្នាក់ងារព័ត៌មានអន្តរជាតិដទៃទៀតគិតត្រឹមថ្ងៃទី14ខែមករាឆ្នាំ2026នេះមេដឹកនាំនៃប្រទេសឈូងសមុទ្រ GCC បានបង្ហាញជំហររួមគ្នាយ៉ាងម៉ឺងម៉ាត់ថាទោះបីជាប្រទេសទាំងនេះធ្លាប់ជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់ទីក្រុង Washington ក៏ដោយក៏ពួកគេយល់ឃើញថាសង្គ្រាមថ្មីជាមួយអ៊ីរ៉ង់នឹងក្លាយជាមហន្តរាយសម្រាប់សេដ្ឋកិច្ចពិភពលោកនិងសន្តិសុខនៅក្នុងតំបន់មូលហេតុចម្បងដែលនាំឲ្យមានការបដិសេធនេះរួមមានបើសិនជាអាមេរិកធ្វើការវាយប្រហារណាមួយអាចធ្វើឲ្យអ៊ីរ៉ង់សងសឹកដោយការបិទច្រកសមុទ្រហូមូសដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោកដែលមានប្រហែល 20% នៃប្រេងសរុបរួមទាំងហេតុផលការពារទឹកដីអារ៉ាប៊ីសាអូឌីតនិងអូម៉ង់បារម្ភពីការបាញ់មីស៊ីលសងសឹកពីសំណាក់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មកលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទីក្រុងសំខាន់ៗរបស់ពួកគេនិងជាយុទ្ធសាស្ត្រសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតកំពុងផ្ដោតលើចក្ខុវិស័យឆ្នាំ2030ដូច្នេះពួកគេត្រូវការសន្តិភាពជាចាំបាច់ដើម្បីទាក់ទាញវិនិយោគិនប្រតិកម្មពីទីក្រុង Washington និងតេហេរ៉ង់នៅសេតវិមានរបស់លោកដូណាល់ត្រាំបានផ្ញើសារគាំទ្រដល់ក្រុមបាតកោក្នុងប្រទេសអ៊ីរ៉ង់និងបានប្រមានពីវិធានការធ្ងន់ធ្ងរប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេហេរ៉ង់ចំពោះការបង្ក្រាបតវ៉ាទោះជាយ៉ាងណាក៏ដោយការបដិសេធរបស់សម្ព័ន្ធមិត្តឈូងសមុទ្របានធ្វើឲ្យជំរឿនយោធារបស់អាមេរិកកាន់តែរួមតូចនិងស្មុគស្មាញដោយឡែកប្រធានសភាអ៊ីរ៉ង់លោកម៉ូហាម៉ាត់ Bagher Ghalibaf បានឆ្លើយតបវិញភ្លាមៗថាប្រសិនបើសហរដ្ឋអាមេរិកហ៊ានលូកដៃផ្នែកយោធានោះរាល់មូលដ្ឋានទ័ពនិងនាវាចម្បាំងអាមេរិកដែលនៅក្នុងតំបន់នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់នៃកងទ័ពរបស់អ៊ីរ៉ង់មានអ្នកសម្របសម្រួលនៅក្នុងស្រមោលនៃស្ថានភាពដ៏តានតឹងនេះដោយប្រទេសអូម៉ង់បាននឹងកំពុងដើរតួយ៉ាងសំខាន់ជាអ្នកនាំសាររវាង Washington និងតេហេរ៉ង់ដើម្បីស្វែងរកដំណោះស្រាយតាមផ្លូវការទូតនិងបញ្ជាការផ្ទុះអាវុធដែលអាចកើតមានជាយថាហេតុ